pullback គឺជាការផ្លាស់ប្ដូរបណ្ដោះអាសន្នប្រឆាំងនឹងនិន្នាការចម្បងការផ្លាស់ប្ដូរបណ្ដោះអាសន្នប្រឆាំងជាមួយនឹងនិន្នាការចម្បងនិន្នាការចម្បងនេះបែបម៉េចជាទីផ្សារនៃការកើនឡើងមិនលំហូរទីផ្សារនៃការកើនឡើងទីផ្សារ uptrend ដល់បងប្អូនអ្នកគ្នាបន្ទាប់មកទីផ្សារវាបានឡើងទៅដល់ break តម្លៃ 1G 300ឡើងបង្កើតនៅ high ថ្មីនៅតម្លៃ 1G 400បន្ទាប់ពីវា break ហើយវាបាន pull back មកប៉ះនៅតំបន់នេះអាចចន្លោះ 1G 300នឹងវិញអាហ្នឹងហើយគេហៅថា pull back មានន័យថាលំហូរទីផ្សារកើនឡើងទេវាបានបញ្ឆាំងពីការកើនឡើងមកជាការធ្លាក់ចុះបណ្ដោះអាសន្នហើយបន្ទាប់មកបានវាមានការកើនឡើងទៅលើបន្តទៀតយល់កន្លែងហ្នឹងបងប្អូនអរគ្នាច្បាស់ហាត់កន្លែងហ្នឹងអញ្ចឹងវាងាយយល់បែបហ្នឹងឯងតាមពិតទៅនិយមន័យទាំងអស់ហ្នឹងសួរបានមកពីណាវាបានមកពីទីផ្សារចាក់ស្ដែងហ្នឹងគ្រាន់គេដាក់ឈ្មោះឲ្យហ្នឹងត្រូវអត់បងប្អូនអរគ្នាអញ្ចឹងប្រកាសជាយល់ពី pull back ឯងហើយជាទូទៅទម្លាប់នៃទីផ្សារការកើនឡើងវាមិនអាចឡើងទៅត្រង់ស្ទុយទៅលើហ្មងទេការកើនឡើងរបស់វាអាចនឹងឡើងដូចជាកម្មចនាអញ្ចឹងដើម្បីអីយកកម្លាំងនៃការកើនឡើងទៅលើបន្តទៀតឥឡូវយើងឧទាហរណ៍មនុស្សយើងចាក់ស្ដែងចោះបងប្អូនអរគ្នាឡើងកម្មចនាបងប្អូនអរគ្នាឡើងចនាហ្នឹងគឺវាអត់មានកលុកកលាក់អីមែនឬក៏ឡើងទៅត្រង់ហ្មងឡើងទៅត្រង់វាមិនអាចទៅរួចទេតចងខ្សែយោតយោងឡើងលើតែការឡើងចនាគឺវាត្រូវឡើងហើយឈានជើងចុះបន្តិចហើយវាឡើងទៅលើទៀតត្រូវទីផ្សារក៏វាដូចគ្នាដែរមិនថាទីផ្សារនៅក្នុងទម្រង់ up trend ឬក៏ down trend ទេ up trend ដូចទម្រង់ជាការដែលយើងឡើងចនាអញ្ចឹង down trend ដូចជាទម្រង់មួយដែលយើងចុះពីផ្ទះអញ្ចឹងចុះពីលើផ្ទះអញ្ចឹងហើយ sideways វារបៀបដូចថាអូខេយើងបន្ទាប់ពីយើងឡើងទៅដល់លើផ្ទះហើយយើងប្រកាសជាដើរនៅលើផ្ទះហ្នឹងសិនណាដើរសិនទៅរកអីវ៉ាន់តិចតួចទើបសម្រាប់ចិត្តថាចុះមកវិញអាហ្នឹងវាដូចទីផ្សារអញ្ចឹងឯងវាមិនឡើងទៅសុកវាចុះមកវិញវឹងទេវាឡើងទៅវាអាចបង្កើតជាទីផ្សារ sideways អាហ្នឹងជាការសម្រាប់ចិត្តវារបៀបដូចមនុស្សយើងដែលដើរឡើងទៅលើផ្ទះឡើងលើផ្ទះដោយសារតែមានគោលបំណងថានឹងឡើងទៅញ៉ាំបាយឬក៏អីចឹងទៅបាយកកបាយថ្ងៃសិនទៅបន្ទាប់ពីឡើងទៅដល់លើផ្ទះបឹបខ្ពស់ហើយទៅដល់លើផ្ទះហើយអាហ្នឹងយើងញ៉ាំបាយយើងធ្វើអីសិនទៅអាហ្នឹងគេជាទីផ្សារ sideways បន្ទាប់ពីញ៉ាំបាយញ៉ាំអីឆ្អែតទៅត្រូវចុះមកដីវិញចុះមកបត់ជើងអីចឹងទៅអាហ្នឹងវាជាការចុះមកវិញអាហ្នឹងគេទីផ្សារលំហូរទីផ្សារនៃការធ្លាក់ចុះវាទស្សនវិជ្ជាស្ដែងវាបែបហ្នឹងឯងទីផ្សារតាមពិតគ្រាន់តែពាក្យបច្ចេកទេសយើងអត់ចេះពាក្យបច្ចេកទេសផងហើយជាភាសាអង់គ្លេសផងយើងគិតថាអូវាស្មុគស្មាញហ្នឹងមិនដឹងវាជាស្អីទេដល់ពេលថ្ងៃក្រោយបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញពីទីផ្សារនេះបងប្អូនទាំងអស់គ្នាដឹងបាត់ហើយបាច់ចាំឈ្មោះថាវាជា pull back ក៏បានដែរប្រាប់ថាអាហ្នឹងទីផ្សារវាចុះមកប៉ះអាហ្នឹងវិញវាឡងមកអាហ្នឹងវិញមិនវាឡើងទៅចាប់ទុកថាវាជាចុះយកជើងដើម្បីយកកម្លាំងនៃការកើនឡើងទៅលើបន្តទៀតអាហ្នឹងហើយគឺជាទីផ្សារជាក់ស្ដែងយល់ទេបងប្អូនទាំងអស់គ្នាខ្ញុំគិតថាងាយយល់មែនតើខ្ញុំគិតថាប៉ុណ្ណេះមិនពិបាកយល់ទេមិនថាបងប្អូនចេះជាភាសាបច្ចេកទេសមិនចេះភាសាបច្ចេកទេសក៏ដោយព្រោះវាស្ថិតនៅក្នុងទីផ្សារជាក់ស្ដែងរបស់យើងទេអាហ្នឹងគឺបែបហ្នឹងឯងអាកន្លែងហ្នឹងជាកន្លែងដែលយើងត្រូវយល់បងប្អូនទាំងអស់គ្នាអូខេតោះឥឡូវយើងទៅចំណុចបន្តទៀត